ជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុស RSV នៅតែគ្រោះថ្នាក់ចំពោះទារកនិងកុមារតូចៗជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស RSV គឺជាវីរុសមួយក្នុងចំណោមវីរុសជាច្រើនទៀតដែលអាចបណ្ដាលឲ្យមានការឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើឬរោគសញ្ញាគ្រុនផ្ដាសាយជាទូទៅជំងឺនេះនឹងចេញរោគសញ្ញាក្នុងរយៈពេលពី2ទៅ5ថ្ងៃក្រោយប៉ះពាល់នឹងវីរុសជំងឺរលាកផ្លូវដង្ហើមបង្កដោយវីរុស RSV គឺជាមូលហេតុចម្បងដែលនាំឲ្យទារកអាយុក្រោម1ឆ្នាំកើតជំងឺរលាកសួតនិងជំងឺរលាកទងសួតរោគសញ្ញានៃជំងឺរលាកផ្លូវដង្ហើមបង្កដោយវីរុស RSV មានអ្វីខ្លះប៉ះម៉ាក់គួរកត់សម្គាល់រោគសញ្ញាចម្បងទាំងនេះជាសម្បោរក្តៅខ្លួនក្អកមិនដកដង្ហើមលើសពី10វិនាទីពិបាកញ៉ាំឬផឹកតឹងទ្រូងឬពោះនៅពេលដកដង្ហើមពិបាកដកដង្ហើមបបោមាត់និងចង្អុលដៃឡើងធាវតែយើងគួរបង្ការបែបណាដើម្បីកាត់បន្ថយហានិភ័យនៃជំងឺរលាកផ្លូវដង្ហើមបង្កដោយវីរុសប៉ះម៉ាក់គប្បីអនុវត្តតាមជំហានដូចខាងក្រោមបំបើកកូនដែលទឹកដោះម្ដាយជៀសវាងប៉ះពាល់នឹងផ្សែងជៀសវាងប៉ះពាល់ផ្ទាល់ទៅនឹងអ្នកជំងឺគប្បីលាងសម្អាតដៃឲ្យបានស្អាតល្អមុនពេលប៉ះពាល់ឬ3កូនប្រើកែងដៃខ្ទប់នៅពេលក្អកឬកណ្ដាស់និងចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយដល់ទារកដែលមានហានិភ័យខ្ពស់